តែស្នេហ៍ចាស់នៅមកប៉ារបស់កូនបែបនេះគឺមានតែម៉ាក់ទេដែលហ៊ានធ្វើហើយរឿងនៃការស្ដារជីវិតឡើងវិញมันអាចបងអង្គបាននោះទេកូនប្រសាក្នុងគ្រួសារនេះត្រូវបានកត់ទុកនៅក្នុងប្រទេសសង្ហបុរីហើយញ៉ាំអាហារពេលព្រឹកម៉ោង 10 ត្រូវម៉ោងហេតុអីបានជាមិនទាន់ចុះមកទៀតហេតុអីទៅតាឈីប៉ាគិតថាស្ទេកនេះម៉ែដូចខ្ញុំអាំងឆ្អិនប្រមាណភាគរយដែរទៅប្រពន្ធដាក់ម្រេចខ្មៅឬអត់ឬមួយឆ្លៀតពេលដែលកូនប្រសាមិននៅនេះយើងលួចហុំតិចទៅខ្ញុំសុំភ្លឹកមួយម៉ាត់សិនហើយរជាតិស្តេកនេះកូនប្រសាធ្លាប់និយាយថាការញ៉ាំសាច់មិនល្អសម្រាប់សុខភាពមនុស្សចាស់ហើយឲ្យញ៉ាំតែស្លឹកបន្លែប៉ុណ្ណោះតាមពិតខ្ញុំមិនអស់សង្ឃឹមទាល់តែសោះនាងបានបង្ខំខ្ញុំរហូតដល់ខ្ញុំគ្មានកម្លាំងសុបបីតែចង់ស្លាប់ខ្លួនក្លាហានតិចទៅប៉ាម៉ាក់កំពុងតែញ៉ាំហើយណាញ៉ាំហើយមែនទេពួកម៉ាក់ញ៉ាំទៅញ៉ាំហើយមែនទេពួកម៉ាក់ញ៉ាំទៅហើយដូចជាខ្ញុំបង្កឲ្យពុកម្ដាយក្មេកមានជំងឺផ្លូវចិត្តហើយឲ្យពួកគាត់ញ៉ាំបាយឆ្ងាញ់សិនទៅកុំចាប់តែរំខានគាត់ខ្ញុំពិតជាបារម្ភណាស់កូនប្រសាបាននេះថាម៉េចនឹងម៉ែវាប៉ាបានស្ដាប់សំឡេងនាងដែរទេញ៉ាំហើយឬនៅពួកម៉ែញ៉ាំទៅបកប្រែមកមានន័យថាឆ្លៀតពេលដែលខ្ញុំមិននៅពួកម៉ែញ៉ាំហើយណោះពួកម៉ែពិតជាក្លាហានមែនក្លាហានអញ្ចឹងនាងច្បាស់ជាចុះមកទាំងកំហឹងហើយបើនាងខឹងតែកូនក្នុងផ្ទៃនាងអាចស្រួលបានអត់ស្រួលដែរយោអញអើយនៅក្នុងយុទ្ធសាស្ត្រ36ក្បាច់ការដកថយគឺល្អបំផុតមិនអីទេរឿងនេះយើងទាំងពីរអ្នកស្ទាត់ទៅហើយណាទៅតមកប៉ាជាឪពុកក្មេកប៉ាត្រូវតែដើរមុខគេម៉ែជាម្ដាយម៉ែត្រូវចូលមុនម៉ែជាអ្នកប្រាជ្ញផ្នែកប្រវត្តិសាស្ត្រស្រាវជ្រាវថ្នាក់ជាតិបានកិត្តិយសពេញមួយជីវិតពេលទៅទិញសម្បត្តិចូលសួនច្បារក៏ម៉ែជាអ្នកដឹកនាំកម្ពុជានៅក្នុងអង្គភាពនៅផ្ទះណាដាច់ខាត់ជាប្រមុខគ្រួសារម៉ែចូលទៅមុនទៅតានឹងអើយទោះស្លាប់ក៏ចាំបាច់ប្រជែងមុខគ្នាដែរយ៉ាងណាក៏ដោយម៉ែទៅមុនទៅតែតាឯងនេះម៉ែទៅមុនទៅប៉ាម៉ាក់ពួកលោកកំពុងតែធ្វើអីហ្នឹងនេះតាមសំណើរបស់កូនយើងទើបតែបិទសម្បកផ្លែសកានេះកូនមិនចូលចិត្តទេប៉ានឹងទៅបកគ្រាប់ស្តុបបេរីភ្លាមចាប៉ាម៉ាតាមពិតពួកអ្នកមិនបាច់ធ្វើរឿងទាំងនេះសម្រាប់ខ្ញុំនោះទេការងារនៅហត់ណាស់ហើយពួកអ្នកទៅសម្រាប់ទៅហត់នឿយកូនប្រសាយើងខ្លាចជាមនុស្សចូលចិត្តតាំងពីពេលណាកុំឲ្យមានល្បិចទៅបានហើយធ្លាប់តែឮថាកូនពួកយើងធ្វើការមិនល្អនេះមិនមែនទេអូយកូនដែលកំពុងពពោះនេះហត់នឿយជាងហត់ជាងគេបំផុតហត់ជឿងការចាយលុយគឺងាយស្រួលបំផុតបើកូនគិតថាវាពិបាកកូនគ្រាន់តែគ្រប់គ្រងហាងទំនិញដល់មុខផ្ទះតែម្ដងវិធីរបស់អ្នកមានគុណក្នុងការបំបត្តិភាពនឿយហត់ពិតជាបាត់នឿយហត់មែនអរគុណប៉ាម៉ាក់ប៉ុន្តែពួកអ្នកតែងតែល្អដាក់ខ្ញុំបែបនេះមែនទេហេតុអីកាលពីមុនខ្ញុំមិនដឹងពិតជាខ្វាក់ភ្នែកហើយយ៉ាងណាវិញឥឡូវនេះឲ្យខ្ញុំទទួលយកចិត្តស្មោះរបស់ពួកអ្នកចំពោះខ្ញុំមកដើម្បីលុបលាងពេលវេលាដែលខ្ញុំបានខ្ជិលចោលកន្លងមក
ហើយយ៉ា មិនបានជាបែបនេះល្អ ពេលមុនគេមិនចាំទេអី មើលទៅពួកយើងនៅមិនទាន់ល្អគ្រប់គ្រាន់ទេ នឹងកំពុងសឹមកេតពួកយើងទេនឹងមិនពេញចិត្តពួកយើងទេក៏ឲ្យទៅ ចាំមកផ្លែតសិនប្រាប់វាងម៉ាសិនណាឲ្យផ្ទេរកម្មសិទ្ធិរថយន្តជាង20គ្រឿងក្នុងឃ្លាំងឲ្យនាងទាំងអស់សួស្ដីអ្នកនាង អីបើកហើយហេតុអីបានជាទូកៅអៅរបស់ភរិយាមហាសេដ្ឋីលំដាប់ទី1មានកន្លែងទំនេរខ្ញុំចាំច្បាស់ថាមានប្រអប់មួយ អ្នកនាងអ្វីដែលដាក់នៅទីនោះពីមុនគឺលោកម្ចាស់បានត្រៀមសម្រាប់អ្នកនាងឈុតគ្រឿងអលង្ការមាសចំនួន 6666 ក្រាម អញ្ចឹងគ្រឿងអលង្ការរបស់ខ្ញុំនៅណាមកកត់ហងនៅណាអញ្ចឹងគ្រឿងអលង្ការរបស់ខ្ញុំនៅណាមកកត់ហងនៅណា អ្នកនាងគឺខ្ញុំមិនបានលួចរបស់អ្នកនាងទេ បាម៉ាខ្ញុំមិនមែនមានន័យថាអញ្ចឹងទេអ្វីដែលខ្ញុំចង់និយាយគឺតើបាម៉ាដឹងថាប្រអប់របស់ចាងជានៅណាទេ ខ្ញុំចាំថាមានម្ដងលោកជំទាវបានចុកប្រអប់នោះចេញទៅខាងក្រៅហើយនិយាយថាចង់ត្រឡប់ទៅមើលផ្ទះជួនដែលធ្លាប់រស់នៅផ្ទះរៀបការ អ្នកនាងគួរតែឈប់ផ្សាយទៀតទៅវាគួរឲ្យខ្លាចណាស់ ខ្ញុំស្ទើរភ្លេចថាមុនពេលភ្នាក់ដឹងខ្លួនខ្ញុំជាមនុស្សលងស្នេហ៍ល្ងងខ្លាំងខ្ញុំបានជួបផ្ទះល្បែងមួយទៅមកផ្ទះរបស់លោកមួយយ៉ាងហើយថែមទាំងបានយកគ្រឿងអលង្ការមាសទុកនៅទីនោះគិតថានឹងយកវាធ្វើជាថ្លៃធ្វើដំណើរនៅពេលរត់តាមគ្នាស្នេហាគ្មានប្រយោជន៍ទេតែគ្រឿងអលង្ការមាសត្រូវតែយកមកវិញថ្ងៃនេះ វ៉ាម៉ាលោកស្រីទៅណានឹង អ្នកនាងប្រហែលជាត្រឡប់ទៅផ្ទះជួលរបស់គាត់ហើយលោកប្រុសសូមកុំខឹងអីលោកស្រីមិនបានទៅរកបរិសម្នាក់នោះទេណាលោកប្រុស នឹងពោះធំហើយរត់ពីវាពីកានបដុលទៅគិតយ៉ាងម៉េចទៅ តាមពិតទៅតើនាងជាអ្នកលងស្នេហ៍ជាងរវាងលោកប្រុសនិងលោកស្រីឯង មានផ្ទះវិឡាបណ្ឌិត 3000 ម៉ាត់ការ៉េរងចាំខ្ញុំតែខ្ញុំបែរជាមកទីនេះទៅវិញខ្ញុំពិតជាមនុស្សល្ងងខ្លៅចាំរហូតដល់ 9000 ខ្ញុំត្រូវយករបស់មួយចំនួនដែលខ្ញុំមានការពីមុនមកវិញមួយណាខ្លះទៅលេងលាក់ខ្លួនជាមួយនឹងខ្ញុំផងហ៎មីជាង10ចិននេះបើយកមកភ្ជួរចូលគ្នាអាចធ្វើជាចង្កៀងទម្លាក់បានដូចជាឈួតអញ្ចឹងហេតុអីក៏រកមិនឃើញលោកមួយចានគេមកធ្វើអី អាខួយឲ្យបងចូលទៅបានទេបងទិញខ្សែកយកមកឲ្យអូនណា មិនត្រឹមតែជាបរិះដែលរស់ស៊ីភ្លើភេទទេគេថែមទាំងជាបរិះលួចតាមដានទៀត អាខួយនៅទីនេះគ្មានអ្នកផ្សេងទេលើកមុនអូននិយាយតាមទូរស័ព្ទអក្រក់ស្ដាប់ណា ច្បាស់ជាបានហើយបើឯងមកទៅហើយយើងនឹងយកលុយដែលយើងធ្លាប់ចំណាយលើឯងកាលពីមុនមកវិញទាំងអស់បងលោកមកយ៉ាន អាខួយអូនមកទីនេះវិញធ្វើអីនឹងគ្មានអ្នកផ្សេងនោះទេលើកមុនអូននិយាយតាមទូរស័ព្ទបកែបកិរិយាអាក្រក់ណាស់បងដឹងច្បាស់ជាស៊ីយូលៀងនៅក្បែរអូនហើយអូនត្រូវសម្ដែងឲ្យគេមើលមិនអីទេបងមិនបន្ទោសអូននោះទេបងមិនអីនោះទេណា លយណាស់ណមិនបាននិយាយទេឯងពិតជាតួប្រុសក្នុងបឡំលោកមែនមានតែបងទេដែលជាចិត្តអូនជាងគេបងមកយ៉ានមានតែបងទេដែលជាចិត្តអូនជាងគេបងមកយ៉ាន អាខួយនេះបងទិញតែបើកប្រាក់ខែមុនរបស់បង អរគុណបងមកយ៉ានហេតុអីមានអារម្មណ៍ថាបានឃើញម៉ូតដូចគ្នានៅក្នុង PCC ទៀតហើយអីគេហ្នឹងបរិះតំណែងតំណងខាងបងតតម្នាក់នេះធ្វើជាមនុស្សលិតជើងមែន ពេញចិត្តទេ ចើចិត្តតែលើក្រោយកំតែងទៀតអីយ៉ាងហោចណាស់ក៏អញសំថ្លៃដឹកជញ្ជូនបានខ្លះដែរ ចូលចិត្តគឺល្អហើយឯកសារសម្ងាត់នៅក្នុងទូដៃដែលបងនិយាយជាមួយអូនកាប់លើកមុនអូនអាចជួយបងបានទេនេះដើម្បីយើងទាំងពីរនាក់ដែលមានលុយនោះទេនឹងអាចជួយអូនលែងលះជាមួយស៊ីយូលៀងបានដល់ពេលនោះកូននៅក្នុងផ្ទៃរបស់អូនបងនឹងចាត់ទុកដូចជាកូនបង្កើតរបស់បងយ៉ាងអញ្ចឹងណាហើយនឹងមើលថែគេបានល្អ បើឯងនិយាយបែបនេះហើយកុំបន្តខ្ញុំដែលឆ្លៀតឱកាសនេះបងមកយ៉ានបងជួយសង្គ្រោះខ្ញុំពេលស៊ីយូលៀងឲ្យបានឆាប់មកខ្ញុំទ្រាំនៅទីនោះមួយថ្ងៃទៀតក៏មិនបានដែរខ្ញុំពពោះធំបែបនេះលំបាកណាស់គេនៅតែធ្វើមុខជាក់ដាក់ខ្ញុំរាល់ថ្ងៃគេថែមទាំងប្រាំអំពើហិង្សាក្នុងគ្រួសារមកលើខ្ញុំទៀត
ខ្ញុំមិនអាចរស់នៅជាមួយជីវិតបែបនេះបានទៀតនោះទេ អំពើហិង្សាស៊ីយូលៀងមើលទៅមិនមែនជំនួសបែបនោះទេ បងមិនជឿខ្ញុំទេមែនទេមើលទៅបងមកយ៉ានបងបាននិយាយថាព្រមធ្វើជាបារបស់កូនខ្ញុំមែនទេតាមែនទេ ប្រកាសណាស់ អើយខ្ញុំពិតជារំភើបចិត្តណាស់បាទដូច្នេះបងអាចឲ្យលុយខ្ញុំមកសម្រាប់ការចំណាយខែបន្ទាប់បានទេ ក្នុងនេះមាន2សែនយកចុះ ចាថ្លៃអាហារូបត្ថម្ភ 50,000 ថ្លៃធានារ៉ាប់រងពាណិជ្ជកម្ម 80,000 80,000នេះជាលុយចុងក្រោយរបស់ខ្ញុំហើយ ហើយមិនអីទេថ្លៃធ្វើដំណើរខ្ញុំជួយសម្រួលឲ្យលោកហើយ ឥឡូវនាងអាចជួយខ្ញុំលួចទិន្នន័យបានហើយមែនទេ តែខ្ញុំមិនបានប្រាប់លោកទេថាខ្ញុំមិនងាយចោះសម្រងជាមួយអ្នកណាឡើយតែខ្ញុំជួយលោកលួចទិន្នន័យយ៉ាងម៉េច នាងលេងសើចជាមួយខ្ញុំហ៎ឲ្យលុយមកខ្ញុំវិញ មិននេះលោកអ្នកឲ្យខ្ញុំទេមកក៏ចង់យកវិញហើយលេងទៅលេងដៃយើងទៅយើងមិនឲ្យអញវិញទេ ឲ្យលុយមកខ្ញុំវិញ អេ អ្នកទាំងពីរមានពេលវេលាល្អនឹងគ្នាដល់ហើយនោះអ្នកទាំងពីរមានពេលវេលាល្អនឹងគ្នាដល់ហើយនោះ ហេ